ទីហ៊ានសៀមនៅពេលនោះគ្មានចិត្តមេត្តាឡើយបើអ្នកណាហ៊ានដើរថយក្រោយនឹងត្រូវបាញ់ក្បាលភ្លាមបច្ចុប្បន្ននេះបងប្អូនខ្មែរយើងច្បាស់ជាបានឃើញការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមជុំវិញសកម្មភាពនៅពីក្រោយខ្នងនៃការថតខ្សែភាពយន្តប្រវត្តិសាស្ត្រដ៏ធំមួយគឺរឿងភ្នំខ្មោចគ្រាន់តែឃើញវីដេអូខ្លីៗភ្លាមស្រាប់តែខាងភីគីសៀមចេញមុខមកសម្ដែងការមិនសប្បាយចិត្តរិះគន់វីប្រហារនិងលើកយកហេតុផលនេះហេតុផលនោះមកបកស្រាយផ្លែគេព្យាយាមបំបាក់ស្មារតីយើងព្រោះតែគេភ័យខ្លាចការពិតដ៏ខ្មៅងងឹតដែលគេធ្លាប់បានធ្វើបាបខ្មែរត្រូវលាតត្រដាងទៅកាន់ពិភពលោកប៉ុន្តែសម្រាប់ខ្មែរយើងគឺមិនខ្វល់ឡើយព្រោះប្រវត្តិសាស្ត្រពិតដែលដូនតាយើងធ្លាប់បង្ហូរឈាមស្រោចដីគឺមិនអាចមានអ្នកណាមកលុបបំបាត់ឬកែប្រែបានតាមចិត្តនោះទេតើបងប្អូនដឹងទេថាអ្វីទៅជាសោកនាដកម្មភ្នំខ្មោចដ៏ពិតប្រាកដរឿងរ៉ាវដ៏ឈឺចាប់នេះបានកើតឡើងនៅក្នុងខែមិថុនាឆ្នាំ1979ក្រោយពេលរបបខ្មែរក្រហមដួលរលំប្រជាជនខ្មែររាប់ម៉ឺននាក់ទាំងចាស់ទាំងក្មេងទាំងស្រីមានផ្ទៃពោះបានរត់គេចពីសេចក្តីស្លាប់និងការបង្អត់អាហារឆ្ពោះទៅកាន់ព្រំដែនខ្មែរថៃដើម្បីស្វែងរកសន្តិភាពគ្រាដំបូងឡើយគឺភីគីថៃគេបានទទួលស្វាគមន៍និងផ្ដល់ជំរកឲ្យស្នាក់នៅជាធម្មតាប៉ុណ្ណោះប៉ុន្តែក្រោយមកមិនដឹងជាគេខ្លាចខាត់បងប្រយោជន៍ឬមានល្បិចកលអ្វីឡើយស្រាប់តែគេផ្លាស់ប្ដូរចិត្តយ៉ាងឃោរឃៅបំផុតទីហ៊ានសៀមបានប្រើល្បិចលួងលោមប្រជាជនខ្មែរយើងឲ្យឡើងលើឡានក្រុងរាប់រយគ្រឿងដោយភូតកុហកថានឹងដឹកជញ្ជូនទៅកាន់កន្លែងដែលមានសុវត្ថិភាពជាងនេះប្រជាជនខ្មែរយើងដោយសារតែភាពស្លូតត្រង់និងជឿជាក់ក៏បាននាំគ្នាឡើងឡានទាំងក្តីសង្ឃឹមមកដល់ត្រឹមនេះសាច់រឿងកាន់តែជក់ចិត្តហើយមែនទេសូមផ្អាកបន្តិចសម្រាប់បងប្អូនចង់ធ្វើមាតិកាវីដេអូឬ live វីដេអូខ្ញុំមានឈុតភ្លើងស្ទូឌីយោមួយឈុតធំនេះជារបស់ខ្ញុំផ្ទាល់មិនសូវបានប្រើទេថ្មី 99% ចង់លក់ចេញវិញធូរថ្លៃត្រឹមតែ$100តែប៉ុណ្ណោះក្នុងឈុតនេះមានប្រអប់ភ្លើងជួយឲ្យមុខភ្លឺចែងចាំងពន្លឺខ្លាំងក្រណាត់ពណ៌បៃតងកាត់រូបភាពខាងក្រោយបើបងប្អូនត្រូវការអាចផ្ញើសារមកពេកខ្ញុំឥឡូវនេះបានតោះយើងត្រឡប់មកស្ដាប់សាច់រឿងដ៏ជក់ចិត្តបន្តទៀតវាជាល្បិចបោកប្រាស់ទីហ៊ានសៀមបានដឹកប្រជាជនខ្មែររាប់ម៉ឺននាក់យកទៅទម្លាក់ចោលនៅជួរភ្នំដងរែកហើយបង្ខំឲ្យដើរចុះតាមចម្រាស់ភ្នំដ៏ចោតដែលពោពេញដោយមីនពង្រាយអ្នកណាដែលមិនព្រមចុះឬរត់ថយក្រោយគឺត្រូវគេបាញ់សម្លាប់ភ្លាមក្នុងហេតុការណ៍នោះមនុស្សរាប់ពាន់នាក់ត្រូវស្លាប់យ៉ាងអយុត្តិធម៌ដោយសារជន់មីនបាញ់សម្លាប់អត់បាយទឹកនិងជំងឺគ្រុនចាញ់ចុះហេតុអ្វីបានជាគេហៅថាភ្នំខ្មោចគឺដោយសារតែនៅពេលនោះសាកសពប្រជាជនខ្មែរយើងដែលស្លាប់បាត់បង់ជីវិតរាប់ពាន់រាប់ម៉ឺននាក់ត្រូវដេកស្លាប់គោជើងលើគ្នាស្អុយរលួយពេញព្រៃភ្នំដងរែករកតែសាច់ញាតិទៅរើសយកមកធ្វើបុណ្យតាមប្រពៃណីមិនបានឡើយព្រលឹងសាកសពស្លាប់យ៉ាងអាណោចអាធំពេញព្រៃភ្នំបង្កើតជាភាពរន្ធត់ទើបអ្នកស្រុកតំបន់នោះប្រសិទ្ធនាមទីនោះថាភ្នំខ្មោចចាប់តាំងពីពេលនោះមកថៃចាប់ឲ្យខ្ញុំចឹងវាចាប់ហើយกินតលាក់នេះមកយកបិទចូលបើតែបន្លែយើងណាបងអាដងឈើណាចូលទៅវាអត់មុតអូចឹងចាប់ជិះវកមកគាត់កទួលអត់មុតប្រជាជនយើងដែលថៃវាតលាក់នៅក្នុងខ្មោចងាប់ដូចជួសម្ភារៈចឹងវាចោតដីទៅចឹងអាឡានដំបងថាបែបអាឡានលើក្រោយវាឲ្យចុះមកចុះវាបាញ់ឲ្យចុះតាមទីទៅដល់ប្រហែលចម្ងាយ1គីឡូដីលុងធប់ខស្អប់បានទេបាទលេងមនុស្សចូលលេងមួយស្រេចត្រៃហឹងពេញព្រៃបាទសម្រាប់គៀនបន្តិចប្រហែលជា500ម៉ែត្រ600ម៉ែត្រអីលុះចូលលេងនឹងច្បាស់ណាស់លេងអូជួយផងទេវតាជួយខ្ញុំផងជួយពួកខ្ញុំផងខ្ញុំមិនដឹងថារស់យ៉ាងម៉េចសម័យបច្ចុប្បន្នពេលយើងថតគុណលាតត្រដាងការពិតគេក៏ភ័យរិះគន់ព្រោះខ្លាចខ្មាស់គេចុះបងប្អូនវិញយល់ឃើញយ៉ាងណាដែរសម្រាប់រឿងប្រវត្តិសាស្ត្រមួយនេះបើបងប្អូនគិតថាសាច់រឿងនេះមានតម្លៃនិងជួយដាស់ស្មារតីកូនខ្មែរគ្រប់ជំនាន់កុំឲ្យភ្លេចប្រភពដើមសូមជួយចុចចែករំលែកឬ share វីដេអូនេះម្នាក់មួយផងបាទដើម្បីជាសម្លេងរួមគ្នាមួយការពីការពិតសូមអរគុណជម្រាបលា